អត្ថបទសំឡេងប្រវត្តិវិទ្យាថ្នាក់ទី12មេរៀនទី12ដែលមានចំណងជើងថាដំណើរការវិវត្តសកលភាវូបនីយកម្មបន្ទាប់ពីចប់នៅវីដេអូនេះអ្នកទាំងអស់គ្នានឹងអាចពណ៌នាអំពីដំណើរការវិវត្តសកលភាវូបនីយកម្មបញ្យល់ពីអ្វីដែលហៅថាសកលភាវូបនីយកម្មការលេចឡើងនិងការវិវត្តរបស់វាគាំទ្រប្រទេសកម្ពុជាក្នុងចលនាសកលភាវូបនីយកម្មចំណុចទី1សេចក្តីផ្ដើមសកលភាវូបនីយកម្មគឺជាដំណើរការវិវត្តនៅក្នុងចរន្តនៃការបង្កើតឡើងនៅប្រព័ន្ធតែមួយនៅលើពិភពលោកចាប់តាំងពីចុងទសវត្សរ៍ទី60នៃសតវត្សរ៍ទី20មកយើងសង្កេតឃើញថានៅលើពិភពលោកមានការលេចឡើងនៃទំនោរទៅរកការធ្វើសមាហរណកម្មនៅលើវិស័យនយោបាយនិងសេដ្ឋកិច្ចនៅក្នុងចំណោមកត្តាថ្មីៗជាច្រើនដែលបានលេចឡើងហាក់ដូចជាមានឥទ្ធិពលយ៉ាងខ្លាំងទៅរកការកសាងប្រព័ន្ធអន្តរជាតិថ្មីមួយទៀតដែលនៅក្នុងនោះយើងអាចធ្វើការកត់សម្គាល់ដូចតទៅកម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចពិភពលោកដែលជំរុញឲ្យកាន់តែលេចឡើងនៅអស្ថិរភាពនិងផលវិបាកចំពោះបញ្ហាផ្ទៃប្រទេសនិងទំនាក់ទំនងរវាងប្រទេសនៅលើពិភពលោកនេះជាសញ្ញាមួយទាមទារឲ្យរីរកការបង្កើតប្រព័ន្ធថ្មីមួយប្រកបដោយប្រសិទ្ធភាពកំណើនយ៉ាងខ្លាំងនៅការបំលាស់ប្ដូរទីកន្លែងនិងរស់នៅរបស់ប្រជាពលរដ្ឋនៅលើពិភពលោកការរីកចម្រើនយ៉ាងខ្លាំងនៅប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍អន្តរជាតិការរីកសាយភាយយ៉ាងខ្លាំងនៅបច្ចេកវិទ្យាយោធាទំនើបដែលជានិច្ចកាលបានក្លាយទៅជាឧបករណ៍នយោបាយសកលលោកបញ្ហារួមជាច្រើនបានកើតឡើងដែលទាមទារឲ្យមានការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាលអង្គការអន្តរជាតិសហគមន៍អន្តរជាតិជាដើមយើងឃើញការលេចឡើងនៅរូបភាពនៃដំណើរការវិវត្តសមាហរណកម្មនយោបាយនិងសេដ្ឋកិច្ចពិភពលោកដែលចាំបាច់ត្រូវតែមានសហគមន៍និងអង្គការអន្តរជាតិផ្សេងៗចូលរួមដោះស្រាយលើបញ្ហាខាងលើនេះទិន្នន័យដែលយើងទទួលបានមកពីអង្គការសហប្រជាជាតិឆ្នាំ1999ឃើញថានាពាក់កណ្ដាលទសវត្សរ៍ឆ្នាំ80នៅលើពិភពលោកមានអង្គការអន្តរជាតិចំនួន1000ក្រោយសង្គ្រាមលោកលើកទី2ក្នុងរយៈពេលមួយយ៉ាងខ្លីគេបានបង្កើតអង្គការអន្តរជាតិជាច្រើនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើសកម្មភាពសមាហរណកម្មពិភពលោកអង្គការទាំងនោះមានដូចជាអង្គការសហប្រជាជាតិអង្គការរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកក្រៅពីនេះគេឃើញមានអង្គការអន្តរជាតិកម្រិតតំបន់ដូចជាអង្គការរដ្ឋទ្វីបអាមេរិកអង្គការនាំចេញប្រេងកាតអង្គការឯកភាពអាហ្វ្រិកអង្គការសន្និសីទប្រទេសអ៊ីស្លាមនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានព្រមទាំងសហគមន៍អឺរ៉ុបបច្ចុប្បន្ននេះគេសង្កេតឃើញអង្គការអន្តរជាតិជាច្រើនទាំងកម្រិតសកលទាំងកម្រិតតំបន់និងកម្រិតអនុតំបន់បានធ្វើសកម្មភាពនៅក្នុងទិសដៅនយោបាយសមាហរណកម្មប៉ុន្តែអង្គការដែលទទួលបានជោគជ័យជាងគេគឺសហគមន៍អឺរ៉ុបក្រៅពីនេះមានស្ថាប័នសំខាន់ពីរទៀតដែលខិតខំប្រឹងប្រែងដើម្បីជំរុញចរន្តសកលភាវូបនីយកម្មរបស់ខ្លួនរួមមានក្រុមប្រទេសឧស្សាហកម្មជឿនលឿនឲ្យឈ្មោះថា G8 ដែលមានដូចជាសហរដ្ឋអាមេរិកអង់គ្លេសបារាំងអ៊ីតាលីកាណាដាអាល្លឺម៉ង់ជប៉ុននិងរុស្ស៊ីដែលដំបូងឡើយមានឈ្មោះថា G7 ដែលគេមិនបានរាប់បញ្ចូលប្រទេសរុស្ស៊ីឡើយក្រុម G7 បានជួបជុំគ្នាដំបូងនៅឆ្នាំ1975ក្នុងទីក្រុងដ៏តូចមួយក្បែរទីក្រុងប៉ារីសដែលឲ្យឈ្មោះថារ៉ាំប៊ូយេស្ថាប័នមួយទៀតគឺ G20 ដែលបង្កើតឡើងនៅក្នុងដំណាក់កាលវិបត្តិហិរញ្ញវត្ថុឆ្នាំ1997
ដល់1998ចំណុចលេខ2និយាយអំពីការវិវត្តសកលភាវូបនីយកម្ម 2.1 ការប្រែប្រួលតួនាទីអធិបតេយ្យភាពរបស់រដ្ឋការវិវត្តសកលភាវូបនីយកម្មមានការប៉ះពាល់យ៉ាងខ្លាំងចំពោះតួនាទីរដ្ឋជាពិសេសនៅលើប្រទេសតូចហើយទន់ខ្សោយនៅក្នុងរយៈពេលប្រហែល20ឆ្នាំកន្លងផុតទៅនយោបាយក្នុងប្រទេសនិងនយោបាយការបរទេសត្រូវបានចាត់ទុកជាតួនាទីនិងមុខងារដាច់ខាតរបស់រដ្ឋក្នុងការធ្វើទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋដើម្បីផលប្រយោជន៍រៀងៗខ្លួននៅក្នុងដំណាក់កាលបច្ចុប្បន្នមានកត្តាជាច្រើនដូចជាកត្តាបច្ចេកវិទ្យានយោបាយសេដ្ឋកិច្ចបរិស្ថានជំងឺរាតត្បាតភេរវកម្មជាដើមដែលទាមទារឲ្យប្រទេសទាំងអស់នោះដោះស្រាយរួមគ្នាព្រោះវាអាចគំរាមកំហែងដល់អាយុជីវិតឬក៏ផ្ដល់នូវការរីកចម្រើនរួបរวมនៅលើពិភពលោកមិនតែចំពោះរដ្ឋណាមួយនោះឡើយផលប៉ះពាល់ជៀសមិនផុតពីអធិបតេយ្យភាពរបស់រដ្ឋនៅក្នុងសកលភាវូបនីយកម្មបញ្ហាជាច្រើនដែលលេចឡើងនៅលើពិភពលោកបានទាមទារឲ្យមានសេចក្តីសម្រេចចិត្តមួយដែលអាស្រ័យឲ្យរដ្ឋជាច្រើនរួមគ្នាធ្វើការដោះស្រាយជាឯកច្ឆន្ទបញ្ហារួមនៅលើពិភពលោកទាមទារឲ្យមានដំណោះស្រាយរួមព្រោះរដ្ឋមួយពុំមានលទ្ធភាពដោះស្រាយបានដោយឯងដោយមិនគិតថាបញ្ហាទាំងនោះជាបញ្ហាសកលនិងគំរាមកំហែងចំពោះប្រជាជននៅលើពិភពលោកទាំងមូលនោះបានឡើយម្យ៉ាងទៀតដំណើរការអភិវឌ្ឍបច្ចេកវិទ្យាសេដ្ឋកិច្ចនយោបាយកំពុងធ្វើសកម្មភាពក្នុងលក្ខណៈជាសកលហើយចេញពីរង្វង់អធិបតេយ្យរដ្ឋប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរដ្ឋនៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើសកម្មភាពអង្គការសហគ្រាសពហុជាតិហើយរដ្ឋដើរតួនាទីយ៉ាងសំខាន់នៅក្នុងនាមជាប្រធានវិស័យភាពនៅលើអង្គការស្ថាប័នពហុជាតិនៅក្នុងតំបន់និងនៅលើពិភពលោកឧទាហរណ៍ការកំណត់តម្លៃប្រេងនិងឧស្ម័នជាបញ្ហាយ៉ាងសំខាន់មិនមែនរដ្ឋជាម្ចាស់ប្រេងណាមួយដែលអាចកំណត់ជាអត្តនោម័តបានឡើយបញ្ហានេះត្រូវតែដោះស្រាយនៅក្នុងកម្រិតអន្តរជាតិដូចជាការដោះស្រាយតាមរយៈ OPEC EU ជាដើមផ្ទុយទៅវិញគេតែងតែជួបភាពមិនចុះសម្រុងនឹងគ្នារវាងរដ្ឋនិងរដ្ឋជាញឹកញាប់ជាលទ្ធផលនៅក្នុងចរន្តសកលភាវូបនីយកម្មលើដំណើរការសមាហរណកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុជាក្រិតក្រមពិភពលោកបានធ្វើឲ្យតួនាទីនិងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះពីព្រោះសហគ្រាសពហុជាតិឬក៏សហគ្រាសអន្តរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅលើដំណើរការវិវត្តនៃទីផ្សារពិភពលោកហើយគេធ្វើយ៉ាងណាឲ្យមានឯករាជ្យភាពពីនយោបាយរបស់រដ្ឋចំពោះចរន្តសកលភាវូបនីយកម្មនៅលើវិស័យនយោបាយវិញរឹតតែធ្វើឲ្យមានភាពស្មុគស្មាញថែមទៅទៀតទៅនឹងអធិបតេយ្យភាពរបស់រដ្ឋជាការពិតណាស់ចរន្តសកលភាវូបនីយកម្មពាក់ព័ន្ធនឹងបញ្ហាពិភពលោកដូច្នេះអាចពាក់ព័ន្ធទៅនឹងកម្មវិធីនយោបាយបរទេសរបស់រដ្ឋអធិបតេយ្យមួយជាធម្មតាគោលនយោបាយរបស់ការបរទេសត្រូវបង្កើតឡើងដោយអាស្រ័យទៅនឹងស្ថានភាពនយោបាយក្នុងប្រទេសរួចបញ្ច្រាស់មកវិញក្នុងពេលបច្ចុប្បន្ននេះគឺជាការលំបាកមួយក្នុងការធ្វើចរន្តសកលភាវូបនីយកម្មវិវត្តដោយឯករាជ្យពីអធិបតេយ្យភាពរដ្ឋម្យ៉ាងទៀតចរន្តសកលភាវូបនីយកម្មអាចវិវត្តក្រោមឥទ្ធិពលនៃប្រទេសមហាអំណាចណាមួយដែលខ្លាំងជាងគេបញ្ហាខាងលើនេះពិតជាស្មុគស្មាញហើយទាមទារឲ្យពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុតលើស្ថានភាពជាក់ស្ដែងដើម្បីឲ្យចរន្តសកលភាវូបនីយកម្មអាចដំណើរការទៅបានដោយមិនកាត់ផ្តាច់របបនយោបាយក្នុងប្រទេសនិងនយោបាយការបរទេសរបស់រដ្ឋអធិបតេយ្យភាពណាមួយជាលទ្ធផលនៃការអនុវត្តជាក់ស្ដែងប្រទេសជនខ្សោយឬក៏តតយលោកកាន់តែបាត់បង់អធិបតេយ្យភាពរបស់ខ្លួននៅក្នុងការចូលនៃចរន្តសកលភាវូបនីយកម្មនេះដោយសារតែលទ្ធភាពនៃនយោបាយការបរទេសរបស់ប្រទេសទាំងនេះ
ត្រូវរួមទៅក្រមអធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាចជាពិសេសវិស័យបច្ចេកវិទ្យានិងទូរគមនាគមន៍ដែលធ្វើឲ្យរដ្ឋទន់ខ្សោយកាន់តែខ្សោយថែមទៅទៀតប្រព័ន្ធផ្កាយរណបអាចជាប្រភពបង្កើតបញ្ហាដោយខាងលើនេះដែរដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មានថែមទៅទៀតភាពរង្គោះរង្គើនៃប្រព័ន្ធសង្គមនិយមកើតឡើងក្នុងដំណាក់កាលចុងក្រោយនៃសតវត្សទី20យើងសង្កេតឃើញថារដ្ឋចាក់ចេញពីប្រព័ន្ធសង្គមនិយមតែងតែលើកពាក្យថាអបអរសាទរលទ្ធិប្រជាធិបតេយ្យក្នុងខណៈនោះមានអ្នកនយោបាយជាច្រើនបានចាត់ទុកថាការកសាងលទ្ធិប្រជាធិបតេយ្យជាការដើរចូលក្នុងចរន្តសកលភាវូបនីយកម្មជាការឆ្លើយតបទៅនឹងស្ថានភាពបែបនេះក្រុមប្រឹក្សាជាតិទទួលបន្ទុកការងារការបរទេសសហរដ្ឋអាមេរិកបានធ្វើសេចក្តីសម្រេចចិត្តថាបង្កើតជាចាំបាច់នៅក្រុមសិក្សាស្រាវជ្រាវមួយដែលជាមូលដ្ឋាននៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិកជុំវិញការអភិវឌ្ឍស្ថាប័នប្រជាធិបតេយ្យពិភពលោកពីអតីតកាលយើងឃើញនយោបាយការបរទេសសហរដ្ឋអាមេរិកក្នុងដំណាក់កាលសង្គ្រាមត្រជាក់មានទិសដៅជួយដល់ប្រទេសណាដែលគាំទ្រនយោបាយរបស់ការបរទេសខ្លួនប៉ុន្តែក្នុងពេលបច្ចុប្បន្នការទទួលជំនួយពីសហរដ្ឋអាមេរិកតែងតែផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌនៃការកសាងសង្គមប្រជាធិបតេយ្យជាលទ្ធផលប្រទេសជាច្រើនដែលចាក់ចេញពីប្លុកសង្គមនិយមប្រកាសថាខ្លួនកសាងលទ្ធិប្រជាធិបតេយ្យបែរជាជួបនឹងភាពអនាធិបតេយ្យផ្ទុះឡើងហើយបង្កបានទៅជាសង្គ្រាមស៊ីវិលបង្ហូរឈាមគ្នាទៅវិញជាការលំបាកណាស់នៅពេលដែលកសាងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែលគ្មានមូលដ្ឋានសង្គមប្រជាធិបតេយ្យដែលប្រជាជនភាគច្រើនជាអនក្ខរជននិងសេដ្ឋកិច្ចទន់ខ្សោយការកសាងលទ្ធិប្រជាធិបតេយ្យដើម្បីត្រឹមតែទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកមិនខុសអ្វីពីសហភាពសូវៀតដែលដឹកនាំមនោគមវិជ្ជាកុម្មុយនីសយកទៅសាបព្រោះក្នុងប្រទេសតតយលោកក្នុងដំណាក់កាលសង្គ្រាមត្រជាក់នោះទេក្នុងដំណាក់កាលចុងក្រោយប្រទេសតតយលោកបានចងក្រងជាសហគមន៍ដើម្បីបញ្ជ្រាបនៅការលុកដៃពីសំណាក់កំពូលមហាអំណាចទន្ទឹមនឹងនេះសមាគមពហុជាតិក្នុងតំបន់បានធ្វើសកម្មភាពដោះស្រាយបញ្ហាជាច្រើនគួរឲ្យកត់សម្គាល់គឺបញ្ហានយោបាយបញ្ហាសេដ្ឋកិច្ចបញ្ហាសង្គមបញ្ហាវប្បធម៌បញ្ហាបរិស្ថានបញ្ហាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនអំពើភេរវកម្មនិងបញ្ហាអភិវឌ្ឍបច្ចេកវិទ្យាចំណុច 2.2 និយាយអំពីសហគមន៍រដ្ឋអធិបតេយ្យឬពិភពលោកពហុជាតិតែមួយពិភពលោកពហុជាតិមានន័យថាពិភពលោកទាំងមូលនឹងពុំមានព្រំប្រទល់ជាទឹកដីតែមួយរស់នៅដោយប្រជាជនមានសញ្ជាតិផ្សេងៗគ្នានោះទេនេះគឺជាទិសដៅចុងក្រោយនៃដំណើរការវិវត្តសកលភាវូបនីយកម្មប៉ុន្តែទស្សនៈមួយទៀតបានគិតថាពិភពលោកទាំងមូលនឹងក្លាយទៅជាសហគមន៍រដ្ឋអធិបតេយ្យនេះជាចក្ខុវិស័យរបស់អ្នកសកលភាវូបនីយកម្មនិយមតែប៉ុណ្ណោះចំពោះសំណួរសួរថាតើគេត្រូវប្រើមធ្យោបាយបែបណានិងពេលណាទើបសម្រេចគោលដៅនេះចម្លើយនឹងសំណួរនេះនៅមានភាពស្រពេចស្រពិលមិនប្រកបប្រជានៅឡើយយើងបាននិយាយពីខាងលើរួចមកហើយអំពីកត្តាជំរុញឲ្យធ្វើសមាហរណកម្មបណ្ដាប្រទេសពិភពលោកដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមផងនិងស្វែងរកនៅគោលជំហរអភិវឌ្ឍរួមផងយើងឃើញថារដ្ឋនីមួយៗហាក់ដូចជាអន់ថយចុះអធិបតេយ្យភាពរបស់ខ្លួនក្នុងនាមជាឧបករណ៍ផ្ដាច់ការក្នុងការធ្វើសកម្មភាពនានាដើម្បីផលប្រយោជន៍ជាតិដើម្បីពិភាក្សាលើបញ្ហានេះយើងបានពិនិត្យមើលលើតួនាទីរបស់រដ្ឋនៅក្នុងការស្វែងរកជំហរអភិវឌ្ឍជាតិប្រកបដោយចីរភាពស្ថិរភាពសន្តិភាពកិត្តិយសនិងសេចក្តីថ្លៃថ្នូរជំហរដ៏សំខាន់របស់រដ្ឋគឺអធិបតេយ្យភាពដែលជាគោលការណ៍កំណត់នៅអំណាចដ៏ខ្ពស់បំផុតនៅលើទឹកដីនិងប្រជាជនដែលរដ្ឋគ្រប់គ្រងត្រង់នេះ
រដ្ឋជាឧបករណ៍ផ្ដាច់ការនៅក្នុងការការពារបូរណភាពទឹកដីខ្លួនរដ្ឋជាផ្នែកមួយនៃសហគមន៍អន្តរជាតិប៉ុន្តែរដ្ឋនីមួយៗមានព្រំដែនសកម្មភាពរបស់ខ្លួនច្បាស់ណាស់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងគ្នាដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួនរដ្ឋមានតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្ដូរបញ្ជូនកម្លាំងពលករទៅបំពេញការងារនៅក្រៅប្រទេសនិងការពារពួកគេគ្រប់ពេលវេលាស្របទៅតាមច្បាប់នៅក្នុងប្រព័ន្ធទីផ្សារសេរីមានការលេចឡើងជាញឹកញាប់នៅភាពមិនចុះសម្រុងគ្នាលើបញ្ហានេះហើយគេមិនអាចដោះស្រាយបញ្ហាអ្វីមួយបានទេបើគ្មានអន្តរាគមន៍ពីរដ្ឋទោះបីជាក្នុងពេលបច្ចុប្បន្នដំណើរការវិវត្តនៃសមាហរណកម្មពាណិជ្ជកម្មផលិតកម្មពិភពលោកគ្មានព្រំដែនយ៉ាងណាក៏ដោយជានិច្ចកាលរដ្ឋតែងតែរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចសេរីអន្តរជាតិមួយទៅនឹងសេដ្ឋកិច្ចជាតិត្រង់នេះចង់បញ្ជាក់អំពីការសម្របសម្រួលឬការរារាំងនយោបាយអនុវត្តសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងយើងទទួលស្គាល់ថារដ្ឋក៏បានចាប់អារម្មណ៍ទៅលើដំណើរសកលភាវូបនីយកម្មលើវិស័យសេដ្ឋកិច្ចបច្ចេកវិទ្យាទំនើបផងដែរដោយធ្វើសកម្មភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងអន្តរជាតិប៉ុន្តែជាភ័ព្វសំណាងអាក្រក់នៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិបែបនេះរដ្ឋទន់ខ្សោយតែងទទួលនៅសម្ពាធពីរដ្ឋយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងធនាគារឯកជនក្តីឬធនាគារជាតិក្តីត្រូវគេទទួលស្គាល់ថាជាកិច្ចព្រមព្រៀងពហុជាតិប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ត្រូវតែទទួលស្គាល់នៅតួនាទីគ្រប់គ្រងរបស់រដ្ឋផងដែរដែលនៅក្នុងនោះមានការទទួលខុសត្រូវក្នុងការសម្របសម្រួលនិងត្រួតពិនិត្យពីស្ថាប័នហិរញ្ញវត្ថុជាតិដែលបំពេញការងារសម្រាប់រដ្ឋាភិបាលជាដើមដោយតួនាទីរដ្ឋនៅតែសំខាន់និងត្រូវតែពង្រឹងរដ្ឋត្រូវតែរៀបចំនូវគោលនយោបាយឲ្យបានសមស្របសម្រាប់ឧបត្ថម្ភដល់ដំណើរការប្រព័ន្ធហិរញ្ញវត្ថុផលិតកម្មពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការពិភពលោកនៅក្នុងរង្វង់មួយដែលសហគ្រាសអាចធ្វើសកម្មភាពទៅបានសប្តាហ៍ថ្ងៃនេះអ្វីត្បិតតែក្រុមហ៊ុនសហគ្រាសសាជីវកម្មសហគមន៍ពហុជាតិកាន់តែមានចំនួនច្រើនឡើងប៉ុន្តែអង្គការទាំងនេះភាគច្រើនពុំមានអធិបតេយ្យទេលើកលែងតែប្លុកយោធាអង្គការទាំងនោះពុំមានទឹកដីដែលខ្លួនត្រូវការពារនោះឡើយដោយសារតែព្រំដែនសីមារបស់គេពុំមានភាពច្បាស់លាស់គឺអាស្រ័យទៅលើឯកទេសរបស់ស្ថាប័នទាំងនោះមានដូចជាបរិស្ថានសេដ្ឋកិច្ចឬទំនាក់ទំនងសង្គមគិច្ចទោះបីស្ថាប័ននេះគ្មានអធិបតេយ្យភាពប៉ុន្តែគេអាចធ្វើឲ្យអំណាចរដ្ឋចុះទន់ខ្សោយដូច្នេះហើយពួកគេទទួលការវាយលុកពីកម្លាំងនយោបាយរដ្ឋជារឿយៗក្នុងគណៈដែលគេចង់ចេញពីការគ្រប់គ្រងរបស់រដ្ឋគេអាចធ្វើតាមរយៈសម្បត្តិអនាមិកឬក៏លាក់ខ្លួនមិនទទួលខុសត្រូវចំពោះមុខសង្គមនិងចំពោះប្រជាពលរដ្ឋជាលទ្ធផលគ្មានអ្វីក្រៅពីធ្វើឲ្យសង្គមបែកបាក់និងអនាធិបតេយ្យតែប៉ុណ្ណោះសរុបសេចក្តីមកទោះបីជាអ្នកសកលភាវូបនីយកម្មមើលឃើញថាការកសាងពិភពលោកតាមបែបពហុជាតិឬក៏សហគមន៍រដ្ឋអធិបតេយ្យយ៉ាងណាក៏ដោយក៏ក្នុងស្ថានភាពបច្ចុប្បន្នបញ្ហានេះនៅតែជារឿងដ៏ស្មុគស្មាញហើយក៏គ្មានអ្វីពិតប្រាកដប្រជាឡើយពាក្យថាសកលភាវូបនីយកម្មដែលគេប្រើសពថ្ងៃនេះគ្រាន់តែជាពាក្យសម្រាប់អ្នកនយោបាយប្រើជាមធ្យោបាយដើម្បីកសាងពិភពលោកមួយប្រកបដោយការចុះសម្រុងគ្នាការយោគយល់គ្នានិងដើម្បីកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះចំណុច 2.3 និយាយអំពីតួនាទីយោធានៅក្នុងចរន្តសកលភាវូបនីយកម្មបញ្ហាដ៏ស្មុគស្មាញបំផុតនៅក្នុងសកម្មភាពនយោបាយអន្តរជាតិគឺទាក់ទងទៅនឹងការប្រើប្រាស់កម្លាំងទ័ពច្បាប់និងសិទ្ធិនៅក្នុងការប្រើប្រាស់កម្លាំងទ័ពដើម្បីដោះស្រាយទំនាស់នៅក្នុងប្រទេសឬតំបន់ណាមួយគេពិបាកនឹងវិនិច្ឆ័យទៅលើអត្ថន័យនៃការប្រើប្រាស់កម្លាំងទ័ពក្នុងប្រទេសឬតំបន់ណាមួយ
ប្រសិនបើគេពឹងផ្អែកទៅលើមាត្រាទី2នៃលក្ខន្តិកៈអង្គការសហប្រជាជាតិដែលចែងអំពីការមិនអនុញ្ញាតឲ្យចូលលូកដៃបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយលើកលែងតែក្នុងខណៈពេលដែលស្ថានភាពនៅក្នុងប្រទេសនោះអាចគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពអន្តរជាតិគេចាត់ទុកមធ្យោបាយប្រើប្រាស់កម្លាំងទ័ពអន្តរជាតិដើម្បីរារាំងការគំរាមកំហែងស្ថិរភាពនិងសន្តិភាពពិភពលោកថាជាអន្តរាគមន៍ដើម្បីសន្តិភាពការប្រើប្រាស់មធ្យោបាយបែបនេះត្រូវបានគេហៅថាសិទ្ធិក្នុងការលូកដៃដែលអនុញ្ញាតឲ្យប្រទេសមួយឬក៏ក្រុមប្រទេសណាមួយចំនួនដែលមានសិទ្ធិលូកដៃចូលបញ្ហាផ្ទៃក្នុងប្រទេសរបស់ប្រទេសផ្សេងទៀតក្រុមលេសថាជាការរារាំងដល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យមានស្ថិរភាពនិងសង្គ្រាមនៅក្នុងបរិបទខាងលើនេះគេឃើញមានបញ្ហាស្មុគស្មាញមួយទៀតទាក់ទងទៅនឹងសកម្មភាពលូកដៃដើម្បីមនុស្សធម៌នៅក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិឬអង្គការអន្តរជាតិផ្សេងទៀតនៅលើប្រទេសណាមួយឬក៏ក្រុមប្រទេសណាមួយឧទាហរណ៍នៅក្នុងប្រទេសស៊ូដង់អង្គការអន្តរជាតិបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាជនស៊ូដង់ប្រតិបត្តិការនេះធ្វើឡើងទៅបានដោយសារការយល់ព្រមពីរដ្ឋាភិបាលកាន់អំណាចនិងមេដឹកនាំរបស់ពួកឧទាមផងដែរប៉ុន្តែចំពោះប្រទេសសូម៉ាលីវិញកិច្ចប្រតិបត្តិការរបស់កងកម្លាំងអន្តរជាតិពុំទទួលបានកិច្ចព្រមព្រៀងណាមួយពីរដ្ឋាភិបាលសូម៉ាលីឡើយដោយរដ្ឋាភិបាលសូម៉ាលីប្រឆាំងនឹងអន្តរាគមន៍នេះអ្វីដែលបានលើកឡើងខាងលើទាមទារឲ្យមានការពិភាក្សាឡើងវិញអំពីសិទ្ធិរបស់សហគមន៍អន្តរជាតិនៅក្នុងអន្តរាគមន៍និងការចូលលូកដៃនៅក្នុងបញ្ហាប្រទេសដទៃក្នុងពេលដែលពុំមានការយល់ព្រមពីសំណាក់រដ្ឋាភិបាលប្រទេសនោះដោយទទួលស្គាល់អំពីគោលការណ៍ដែលត្រូវអនុម័តដោយសហគមន៍អន្តរជាតិបានបង្កទំនាស់ទៅនឹងអធិបតេយ្យភាពជាតិអគ្គលេខាធិការសហប្រជាជាតិលោក Pereder បានថ្លែងថានៅក្នុងច្បាប់នៃសហគមន៍អន្តរជាតិត្រូវតែបញ្ចូលទស្សនាទានថ្មីនៃសហគមន៍អន្តរជាតិដោយផ្សារភ្ជាប់រវាងច្បាប់និងសីលធម៌ដំណាក់កាលចុងក្រោយនៅលើពិភពលោកមានការកើនឡើងនៅចលនាជាតិនិយមសាសនានិយមនិងការប្រកាន់វប្បធម៌ជ្រុលនិយមព្រឹត្តិការណ៍នេះសរឲ្យឃើញថាគួរតែពិនិត្យនិងវាយតម្លៃសារជាថ្មីទៅលើគោលនយោបាយរបស់អ្នកកាន់អំណាចរដ្ឋហើយក៏ត្រូវធ្វើការកំណត់សារជាថ្មីនិងបែងចែកឲ្យបានត្រឹមត្រូវអំពីអធិបតេយ្យភាពរបស់រដ្ឋនៅក្នុងចរន្តសកលភាវូបនីយកម្មជាការពិតណាស់ចលនាជាតិនិយមជាកម្លាំងមួយដ៏ខ្លាំងក្លាក្នុងការរារាំងដល់ដំណើរការវិវត្តចរន្តសកលភាវូបនីយកម្មប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថាក្រោយពីសង្គ្រាមលោកលើកទី1និងលើកទី2មកមហាជនមានការយល់ដឹងអំពីវប្បធម៌សន្តិភាពដោយបន្ថយការគាំទ្រមនោគមវិជ្ជាជាតិនិយមហើយបែរមកជាចែករំលែកយល់ដឹងនិងចេះឲ្យតម្លៃគ្នាទៅវិញទៅមកចំណុចចុងក្រោយសន្និដ្ឋានសរុបសេចក្តីមកយើងឃើញថាការរស់នៅរបស់មហាជនលើពិភពលោកទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាចាំបាច់ដោយសារមានបញ្ហាច្រើនដែលគ្មានប្រទេសណាមួយអាចជួយដោះស្រាយបានឯកឯងបានទេប៉ុន្តែកិច្ចសហប្រតិបត្តិការនេះមិនមែនមានន័យថារដ្ឋដកថយពីអធិបតេយ្យភាពរបស់ខ្លួនក្នុងការថែរក្សាឯករាជ្យភាពនិងសិទ្ធិរបស់ខ្លួនក្នុងការសម្រេចបញ្ហារបស់ខ្លួនដោយខ្លួនឯងឬការពង្រឹងតួនាទីរបស់ខ្លួនក្នុងសហគមន៍នោះឡើយដូច្នេះអតិភិបនៃដំណើរសកលភាវូបនីយកម្មនៅតែជាបញ្ហានៅឡើយវីដេអូនេះត្រូវបានបញ្ចប់ប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះសូមជួយចុច like Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា